ទូរទស្សនិកជនយើងក៏លេចទៅមើលព័ត៌មានអំពីបញ្ហាមហន្តរាយធម្មជាតិគ្រោះរន្ធជួយដីដែលបានអង្រួនទៅលើប្រទេសទួរគីមានមនុស្ស230នាក់បានរងរបួសនៅក្នុងរន្ធជួយដីកម្រិត 6.2 Richter ដែលបានអង្រួនទីក្រុងអ៊ីស្តង់ប៊ុលរបស់ទួរគីតែម្ដងរន្ធជួយដីកម្រិត 6.2 Richter បានអង្រួនទីក្រុងអ៊ីស្តង់ប៊ុលនិងតំបន់ផ្សេងទៀតរបស់ប្រទេសទួរគីកាលពីថ្ងៃពុធសប្តាហ៍នេះដែលបានបង្កឲ្យមានការភ័យស្លន់ស្លោនិងការរងរបួសជាច្រើននៅក្នុងទីក្រុងមានមនុស្ស16លានអ្នករស់នៅទោះពុំទាន់មានរបាយការណ៍ភ្លាមអំពីការខូចខាតធ្ងន់ធ្ងរក៏ដោយយ៉ាងហោចណាស់មនុស្ស236នាក់ត្រូវបានព្យាបាលដោយរបួសខណៈព្យាយាមលោតពីលើអាគារឬដោយសារការភ័យស្លន់ស្លោភាគច្រើននៃអ្នករបួសនៅក្នុងទីក្រុងអ៊ីស្តង់ប៊ុលជាទីដែលអ្នកស្រុកកំពុងភ័យស្លន់ស្លោព្រោះទីក្រុងនេះត្រូវបានចាត់ទុកថាមានហានិភ័យខ្ពស់សម្រាប់ការរន្ធជួយដីដ៏ធំយោងតាមការស្ទង់ភូកុបសាស្ត្រសហរដ្ឋអាមេរិកការរន្ធជួយដីនេះមានជម្រៅ10គីឡូម៉ែត្រដោយចំណុចកណ្ដាលស្ថិតនៅចម្ងាយប្រហែល40គីឡូម៉ែត្រភាគនិរតីនៃទីក្រុងអ៊ីស្តង់ប៊ុលក្នុងសមុទ្រម៉ាម៉ារ៉ាការរន្ធជួយដីក៏អង្រួននៅក្នុងខេត្តជិតខាងគឺខេត្ត Tekkadak ខេត្ត Yulova ខេត្ត Bursa ខេត្ត Balikesir និងនៅក្នុងទីក្រុងឆ្នេរសមុទ្រ Izmir ចម្ងាយប្រហែល550គីឡូម៉ែត្រភាគខាងត្បូងនៃទីក្រុងអ៊ីស្តង់ប៊ុលរដ្ឋមន្ត្រីមហាផ្ទៃលោក Ali Yerlikaya បាននិយាយថាការរន្ធជួយដីមានរយៈពេល13វិនាទីហើយត្រូវបានបន្តដោយរលករន្ធជួយជាង100លើកជាការរំញ័រខ្លាំងបំផុតដែលមានកម្រិត 5.9 Richterការរន្ធជួយដីបានចាប់ផ្ដើមនៅម៉ោង 12:49 នាទីរសៀលថ្ងៃពុធសប្តាហ៍នេះជាថ្ងៃឈប់សម្រាកសាធារណៈនៅពេលកុមារជាច្រើនបានសម្រាកពីការសិក្សានិងប្រារព្ធពិធីនៅតាមផ្លូវនៅក្នុងទីក្រុងអ៊ីស្តង់ប៊ុលអ្នកស្រុកដែលភ័យស្លន់ស្លោបានប្រញាប់ប្រញាល់រត់ចេញពីផ្ទះនិងអគាររបស់ពួកគេទៅកាន់ផ្លូវនានាក្រមអាជ្ញាធរបានជំរុញអ្នកស្រុកជៀសវាងការចូលទៅក្នុងអគារដែលអាចនឹងរងការខូចខាតហើយបាននិយាយថាសាលកីឡានិងវិហារអ៊ីស្លាមនឹងបើកសម្រាប់អ្នកស្រុកដែលមិនចង់ស្នាក់នៅក្នុងផ្ទះរបស់ពួកគេនៅពេលយប់